3 2 1 và xong có việc giúp ra mặt cam trên là gì thì mình thấy học còn làm từ sáng thì có sáng khi dùng một ngày dùng điền cái dùng chỉ sẽ miền giúp chỉ sang chiết được cái cam chí tại bằng một bồn thì là đã đóng mình chơi thôi chỉ biết mình cái dùng được ngàyแต่ทราบใจยังมีการจับปลาการจับตรงบนการประดับประดาตรงนี้มีจีที่ให้จีสถานประทุกปัจจัยแต่กัมพูชีวิธีจีสถานนู้นได้มีชั่วโมงสิ่งในใบมือในกัมพูชีตามระยะยังอาจเคยทางมีสักในจีสถานในจีจราบางประตูเป็นมอนที่มันสอบตกในการประตูแต่หนักจีนมันสาวกับจีสถานทำไมมาครับเป็นยุคยืนชูภายเราไม่ได้มีส่วนเราអារម្មណ៍តាមរយៈការចុះមកថ្ងៃនេះខ្ញុំឃើញថាសាលាមានហេដ្ឋារចនាសម្ព័ន្ធស្អាតហើយមានការរៀបចំបានល្អជាពិសេសគឺតកតងជាមួយនឹងសិស្សទាំងអស់គឺសិស្សនៅសាលានេះគឺមានគុណភាពនៃការអប់រំហើយនឹងការចូលរួមទៅការប្រកួតប្រជែងនៅតាមឆ្នះជាតិរបស់សិស្សគឺមានឈ្មោះបោះសម្លេងដែរចង់ដឹងថាបច្ចុប្បន្នសាលាមានសិក្សាប្រមាណអ្នកដែរthìមានជំនាញអីខ្លះដែរផ្ដល់ការប្រសាទរបស់សិស្សបាទខ្ញុំសូមអរគុណណាស់ប្រសាទរបស់វិទ្យាសាស្ត្រដែលបានជិះមកទីនេះក្នុងមុខខ្ញុំធ្វើការសូមអធិប្បាយដោយសង្ខេបស្ដីពីជីវប្រវត្តិរបស់ប្រជាជាតិប្រទេសកម្ពុជាដែលហៅកាត់ថា NPIC វិទ្យាស្ថានជាតិប្រទេសកម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី18ឧសភាឆ្នាំ2005ដោយសម្ដេចនាយកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនដល់ពេលនេះយើងមានអាយុ2ឆ្នាំហើយយើងមាន24មុខជំនាញដែលកំពុងតែអនុវត្តនៅក្នុងប្រតិបត្តិការហើយយើងមាននិស្សិត7000នាក់កំពុងតែសិក្សានៅទីនេះហើយពិសេសគឺយើងកំពុងតែអនុវត្តនៅកម្មវិធីបណ្ដាវគ្គ 1.5M រៀន5សាច់អ្នករបស់រដ្ឋាភិបាលនឹងជំនាញច្រើនដែលអាចផ្ដល់ឲ្យជំនាញដល់បងប្អូនយើងដែលចង់មានជំនាញប្រកបដោយអរគុណអាដាមដោយសារតែក្នុងនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី7នេះក៏មានផ្ដោតខ្លាំងទៅលើរយៈដកដាជំនាញបច្ចេកទេសដែលមាន5ផ្នែកដល់ពលរដ្ឋស្រីក្រដើម្បីឲ្យពួកគាត់មានជំនាញបច្ចេកទេសដែរចង់ដឹងថាជាថាមានខាងការយ៉ាងណាក្នុងការឆ្លើយតបទៅនឹងពលរដ្ឋរបស់រដ្ឋាភិបាលយើងបានរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារៈលោកគ្រូអ្នកគ្រូប្រកបដោយគុណភាពហើយយើងបានធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនរោងចក្រសហគ្រាសផ្សេងសម្រាប់ឲ្យកូនសិស្សរបស់យើងក្រោយពេលរៀនចប់អាចមានលទ្ធភាពទៅធ្វើការដើម្បីទទួលបាននូវប្រាក់ចំណូលសម្រាប់បង្កើនជីវភាពខ្លួនឯងឡងមកយើងបានធ្វើការងារនឹងបានជោគជ័យច្រើនហើយយើងបានមានទំនាក់ទំនងល្អជាមួយនឹងរោងចក្រសហគ្រាសទាំងឡាយសម្រាប់ការងារដល់សិស្សរបស់យើងដែលរៀនចប់នៅទីនេះតបតាមអភិក្រមរបស់សម្ដេចពុទ្ធដីគឺរៀនឲ្យចេះរៀនឲ្យចប់ហើយមានការធ្វើជឿយើងបានប្រឹងប្រែងធ្វើការងារនឹងច្រើនណាស់សិស្សទាំងទាំងគ្រូទាំងថ្នាក់ដឹកនាំទាំងគ្រូបង្រៀនទាំងបុគ្គលិកសិក្សាហើយយើងមានកិច្ចសហការល្អជាមួយនឹងមូលដ្ឋានមន្ត្រីដឹកនាំថ្នាក់មូលដ្ឋានរបស់យើងទាំងខណ្ឌទាំងសង្កាត់ទាំងភូមិយុវជនដែលនៅជុំវិញវិទ្យាស្ថាននេះក៏បានចូលមករៀននៅទីនេះមួយចំនួនទៀតក៏គាត់បានអញ្ជើញមកពីខេត្តដើម្បីរៀននៅមុខជំនាញចំនួនជាខាងកែច្នៃបន្លែផ្លែឈើធ្វើនំធ្វើម្ហូបបណ្ដាញអភិសនីក្នុងអគារការជួសជុលប្រព័ន្ធឧបករណ៍សម្ភារៈអេឡិចត្រូនិកជួសជុលឧបករណ៍អភិសនីជួសជុលរថយន្តដូចជាខាងផ្សារខាងជួសជុលម៉ាស៊ីនជាដើមឡាក់យើងឃើញថាក្រោយពេលរៀនចប់សិស្សរបស់យើងខ្លះអាចបង្កើតនៅមុខរបរដោយខ្លួនឯងផងហើយប្រមូលគ្នាដែលជាសិស្សរូបថ្នាក់របស់គាត់រៀនចប់ទៅជាក្រុមហ៊ុនមួយតូចដែលអាចប្រកបរបរបានហើយខ្លះទៀតក៏ទៅធ្វើការឲ្យតាមក្រុមហ៊ុនឯកជននៅក្បែរ
ផ្ទះប្រកបនៅក្នុងភូមិនៅក្នុងភូមិប្រកបនេះគឺជាលទ្ធផលដែលយើងបានមកហើយបន្តទៅទៀតយើងនឹងស្វះស្វែងបន្ថែមទៀតដើម្បីប្រមូលអ្នកដែលមានបំណងចង់រៀនឲ្យមករៀននៅជាមួយយើងក៏ដូចជារៀននៅតាមសាលាខេត្តក្រុងទាំងអស់ដែលស្ថិតនៅក្រោមអាបត្តិរបស់ក្រសួងការងារនិងតាមជីវៈអរគុណអាដាមដូចគឺកន្លែងនិយាយរបស់មួយនេះគឺនៅចិត្តសាស្ត្ររបស់សាលាតែម្ដងហើយយើងបានចូលមកគឺការនិយាយទៅគឺតាំងពីការបង្កើតសាលាមករហូតដល់ពេលនេះគឺរយៈពេល20ឆ្នាំហើយតាំងពីតំបន់នេះអត់ក៏សូវមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នគឺមានការអភិវឌ្ឍច្រើនហើយក៏ដូចជាសាលាដែរគឺមានការរីកចម្រើនតាំងពី2005រហូតមកដល់ពេលបច្ចុប្បន្នហើយអ្វីដែលចាប់អារម្មណ៍នោះគឺថាមានការទទួលស្គាល់តាមរយៈជាតិទេអន្តរជាតិទទួលស្គាល់ដែរដល់បានបង្កើតដៃគូជាច្រើននៅលើឆាកអន្តរជាតិអារម្មណ៍តើវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសណាខ្លះដើម្បីជំរុញសមត្ថភាពនៃការរៀនក៏ដូចជាការរៀនរបស់សិស្សឲ្យកាន់តែប្រសើរហើយធនធានមនុស្សយើងចេះទៅគឺឆ្លើយតបទៅនឹងទីផ្សារការងាររបស់យើងតើទៅនឹងកិច្ចសហប្រតិបត្តិការគឺយើងមានដៃគូសហប្រតិបត្តិការច្រើនជាមួយនឹងសាកលវិទ្យាល័យនៅក្រៅប្រទេសផងហើយនៅក្នុងស្រុកផងយើងមានរោងចក្រសហគ្រាសនៅក្នុងស្រុកដូចជារោងចក្រសហគ្រាសនៅក្នុងតំបន់ឬនៅក្នុងអន្តរជាតិដៃគូសហប្រតិបត្តិការរបស់យើងគឺគោលបំណងរបស់យើងគឺការផ្លាស់ប្ដូរនៅបទពិសោធន៍ការផ្លាស់ប្ដូរនៅធនធានមនុស្សរបស់យើងដូចជាសិស្សនិស្សិតរបស់យើងទៅធ្វើកម្មសិក្សាហើយអ្វីដែលសំខាន់ដែលអាចយើងរកដៃគូបានច្រើនដល់រងណាយើងរឹងប៉ឹងខ្លួនឯងដែរពេលដែលយើងរឹងប៉ឹងខ្លួនឯងដែរអានោះថាដៃគូគេក៏សប្បាយចិត្តក្នុងការធ្វើសហប្រតិបត្តិការជាមួយយើងប៉ុន្តែកាលពីឆ្នាំ2005យើងមិនមានបុគ្គលិកច្រើនហើយយើងក៏មិនមានពលសិស្សច្រើនដែរប៉ុន្តែដល់ឆ្នាំ2025 20ឆ្នាំក្រោយមកបុគ្គលិករបស់យើងមន្ត្រីសាស្ត្រាចារ្យរបស់យើងច្រើនជាងមុនហើយសញ្ញាបត្រជំនាញបច្ចេកទេសសមត្ថភាពរបស់យើងក៏ខ្ពស់ជាងមុននៅពេលដែល20ឆ្នាំមុនយើងបានអញ្ជើញអស់លោកអ្នកជំនាញពីសាលាពីអង្គការអង្គភាពផ្សេងៗមកជួយនៅពេលដែល20ឆ្នាំក្រោយមកគឺពលសិស្សរបស់យើងបានខ្លាយទៅជាអ្នកជំនាញខ្លាយទៅជាបណ្ឌិតខ្លាយទៅជា Master Engineer ហើយយើងបានចេញទៅវិញនៅធនធានរបស់យើងដែលអាចដើរទៅជួយពង្រៀននៅខាងក្រៅបាននេះគឺជាការកសាងនៅសមត្ថភាពរបស់យើងមួយកាលពីដើមដើម្បីបានដៃគូសហប្រតិបត្តិការគឺជាការមួយដែលលំបាកពីព្រោះយើងពីមិនសូវស្គាល់តែ20ឆ្នាំក្រោយមកគឺដៃគូរោងចក្រសហគ្រាសនៅក្នុងស្រុកបានមកតាក់ទងយើងដើម្បីរកអ្នកជំនាញទៅធ្វើការនៅកន្លែងនៃរោងចក្រសហគ្រាសរបស់គេយើងមានមនុស្សដែលមានគុណភាពនៅពេលដែលរោងចក្រសហគ្រាសក្នុងស្រុកគេត្រូវការមនុស្សត្រូវការអ្នកបច្ចេកទេសនេះគឺជាលទ្ធផលទៅវិញទៅមកដែលយើងត្រូវការហើយគេក៏ត្រូវការដែរបាទអរគុណអាដាមដោយសារតែអាដាមជាវិទ្យាស្ថានផ្ទាល់ហើយជំនាញសិស្សជាច្រើនបានចេញពីវិទ្យាស្ថានហើយទទួលបានការចង់បានគំនិតពីអាដាមនេះតែមានមុខជំនាញបច្ចេកទេសណាខ្លះដែលកំពុងតែមានដំណើរការពីទីផ្សារការងារខ្ពស់ហើយតើចំពោះមុខនោះវិទ្យាស្ថានមានការឆ្លើយតបដូចនេះដើម្បីជំរុញទៅលើការបន្តដំណើរជំនាញដែលកំពុងមានទីផ្សារសប្តាហ៍នេះយើងបដិបដាល22មុខជំនាញនៅវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជារបស់លោកបានឃើញនៅក្នុងផ្ទះផ្លាត់នៅស្រាប់ហើយជំនាញណាក៏ល្អដែរក្នុងចំណោមជំនាញបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងហើយជំនាញណាក៏ត្រូវការដែរគឺត្រូវការគ្រប់ទាំងអស់ត្រូវការគ្រប់ទាំងអស់មានតែម្យ៉ាងដែលអាចជម្រាបជូនបានគឺគ្រប់ជំនាញទាំងអស់ហ្នឹងសម្រាប់យើងគ្រប់គ្រងមិនគ្រប់គ្រាន់ជាមួយនឹងទីផ្សារការងារបានន័យថាតម្រូវការនិងការគ្រប់គ្រងវាអត់ស៊ីគ្នាសិស្សរបស់យើងក្នុងមួយឆ្នាំបានចាប់ការសិក្សាទាំងផ្នែកឌីប្លូមនិងវិស្វករប្រហែលជា1200នាក់ហើយក្នុងរយៈពេលតែ6ខែ1200នាក់នេះគាត់មានការងារធ្វើអស់ហើយប្រកបថាប្រាក់ខែគាត់វាអាចខុសគ្នាតិចតួចប៉ុន្តែគាត់មានការងារធ្វើហើយក្រុមហ៊ុនរោងចក្រសហគ្រាសតែងតែមកស្កាត់ជួបសម្ភាសជ្រើសរើសនិស្សិតរបស់យើងមុនពេលដែលនិស្សិតយើងប្រឡងចេញទៅទៀតដើម្បីឲ្យទាន់ពេលវេលា
โดยที่ได้ខ្ញុំអាចនិយាយបានថាមុខជំនាញបច្ចេកទេសនៅក្នុងស្រុកយើងមុខជំនាញអីក៏សំខាន់ហើយចាំបាច់ដែរ một người ấy đại viên nó cứ sắp tới សំខាន់ហើយចាំបាច់ដែរតែខាងបច្ចេកទេសហ្នឹងគឺត្រូវការច្រើនណាស់បងប្អូនយើងអាចយកប៉ាណូជំនាញដែលមានស្ដាប់ហ្នឹងទៅហើយផ្សព្វផ្សាយជាមួយរូបថតហ្នឹងទៅហើយត្រូវការដែរយើងមែនតើទៅជំនាញណាក៏សំខាន់ជំនាញណាក៏ចាំបាច់វាតោះតែម្យ៉ាងជំនាញខ្លះកូនសិស្សរៀនច្រើនជំនាញខ្លះកូនសិស្សរៀនតិចដល់ពេលដែលរៀនច្រើនត្រូវការងារបាក់ទៅយឺតតិចសម្រាប់អ្នកដែលមានជំនាញខ្លះដែលកូនសិស្សរៀនតិចចេញតែធ្វើការហ្នឹងគឺគាត់ត្រូវបានលឿនជាងជំនាញដែលរៀនច្រើនខ្ញុំជឿថាយល់ពីអ្វីដែលខ្ញុំនិយាយខ្ញុំចង់និយាយថាមុខជំនាញណាដែលកូនសិស្សរៀនច្រើនចេញទៅវិញត្រូវការងារបាក់ធ្វើយឺតពីឯជំនាញខ្លះដែលកូនសិស្សរៀនតិចចេញទៅវិញអានេះត្រូវការងារបាក់ធ្វើលឿនរហ័សហើយបានប្រាក់ខែខ្ពស់ អ្វីដែលការកត់នោះគឺថា 100% នៃសិស្សដែលចេញពី NPIC គឺទទួលបានការងារ 100% គឺទទួលបានការងារធ្វើលើកលែងតែសិស្សខ្លះគាត់រៀនបន្តគាត់រៀនបន្តទៀតឡើងទៅមួយកម្រិតទៀតហើយសិស្សខ្លះគាត់ប្រកបមុខរបរផ្សេងតាមឱកាសរបស់គាត់បន្តថាបើសិនជាមានបំណងរកការងារធ្វើគឺប្រកបណាស់ប៉ុណ្ណឹងមានការងារធ្វើ ការងារនេះគឺជាដៃគូដែលសហការជាមួយនឹងសាលាមកតាក់ទងដើម្បីដាក់ការងារហ្នឹងភាគច្រើនគឺដៃគូរបស់យើងគឺដៃគូរបស់យើងដែលគាត់ស្គាល់យើងដូចខ្ញុំបានជម្រាបជូនចឹងគឺថាក្រុមហ៊ុនខ្លះគាត់មកជួបស្ទាក់និស្សិតរបស់យើងមុនពេលនិស្សិតយើងចប់បើមិនចឹងទេគាត់អាចខកខានក្នុងការរើសនិស្សិត អរគុណអារម្មណ៍សំណួរនេះគឺស្របទៅនឹងការវិវត្តយ៉ាងយូរដែលចែកកម្ពុជាដែលយើងនិយាយថាឡើងពីជំនាញ AI មានអីជាច្រើនដែលកាន់តែរីកចម្រើនអារម្មណ៍មើលទៅថាជាថាមានការបំពាក់នៅបច្ចេកវិទ្យាឬក៏បរិខាសិក្សាយ៉ាងដូចនេះស្របតាមការវិវត្តនៃបច្ចេកវិទ្យាពេលបច្ចុប្បន្ន ឥឡូវនេះគឺសប្តាហ៍ថ្ងៃនេះនិន្នាការថ្មីនៃបច្ចេកវិទ្យានិយាយអំពី Digital AI ហើយសម្រាប់យើងគឺយើងមានហេដ្ឋារចនាសម្ព័ន្ធយើងមានឧបករណ៍សម្ភារៈគ្រប់គ្រាន់សម្រាប់បណ្ដុះបណ្ដាលឲ្យវិស័យនឹងឯងខ្ញុំអាចជម្រាបជូនបានថាអ្វីដែលនិស្សិតយើងរៀននៅទីនេះគឺគាត់ចេះច្រើនជាងអ្វីដែលកំពុងតែមាននៅក្នុងទីផ្សារជាក់ស្ដែងនៅកម្ពុជាឧបករណ៍សម្ភារៈរបស់យើងគឺថ្មីឲ្យទំនើបទាន់ពេលវេលា គឺជាការវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាលសម្រាប់បង្កើននៅសមត្ថភាពបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រហើយខ្ញុំសូមអញ្ជើញក្រុមការងារដើរតាមជាមួយខ្ញុំដើម្បីធ្វើទស្សនកិច្ចខ្លីតូចមួយដើម្បីសិក្សាអំពីសក្តានុពលរបស់វិទ្យាស្ថានថាតើយើងមានអ្វីខ្លះហើយឧបករណ៍វិទ្យាសាស្ត្ររបស់យើងមានអ្វីខ្លះ អរគុណអារម្មណ៍ការរីកចម្រើនមកដល់ពេលបច្ចុប្បន្នគឺសុទ្ធតែមានចក្ខុវិស័យមានគោលដៅច្បាស់លាស់ពិសេសគឺក្រោមការដឹកនាំរបស់ឯកឧបករណ៍អារម្មណ៍ចង់ដឹងទៅមុខ 3-4 ឆ្នាំទៅមុខទៀតជាស្ថានមានចក្ខុវិស័យយ៉ាងដូចម្តេចដែរដើម្បីជំរុញការបន្តការជំរុញនោះផ្នែកបច្ចេកទេសឲ្យមានទាំងបរិមាណនិងគុណភាពឲ្យកាន់តែល្អប្រសើរហើយគឺសិស្សទាំងឡាយទទួលបានគុណភាពល្អសិស្សចេញទៅគឺខាងរោងចក្រហ្នឹងគឺគេទទួលទៅកំណត់ពេលថាមកពី NPIC ទីមួយខ្ញុំចង់បញ្ជាក់អំពីដូចនេះដើម្បីធ្វើឲ្យមានគុណភាពកើតឡើងចេញអំពីការបង្រៀនមែនទែនហើយរៀនមែនទែនសិស្សប្រឹងរៀននៅអ្វីដែលគ្រូបានបង្រៀនផ្សំជាមួយនឹងឧបករណ៍សម្ភារៈដែលយើងមានអានឹងហៅថាគុណភាពតែកន្លែងណាក៏ដោយចង់ឲ្យទៅបង្រៀនមែនទែនរៀនមែនទែនមានឧបករណ៍សម្ភារៈអានឹងគុណភាពហើយសម្រាប់យើងមានទាំងអស់យើងមានសាស្ត្រាចារ្យដែលមានសញ្ញាបត្រខ្ពស់មានការតាំងចិត្តមានឆន្ទៈមោះមុតក្នុងការងារយើងមានសិស្សដែលមានវិន័យដែលអនុវត្តតាមការណែនាំប្រឹងរៀនប្រឹងសូត្រយើងមានឧបករណ៍សម្ភារៈដែលបំពាក់ឲ្យជាការវិនិយោគរបស់រាជរដ្ឋាភិបាលដូច្នេះគុណភាពយើងហ៊ានធានាថាគុណភាពរបស់យើងមិនចាញ់គុណភាពរបស់ធនធាននៅអ្នកប្រទេសក្រៅទេអានឹងដូចខ្ញុំនិយាយគឺរៀនមែនទេ
ឧបករណ៍សម្ភារៈល្អត្រឹមត្រូវគឺគុណភាពហើយសម្រាប់ការរីកចម្រើនទៅអនាគតយើងបានសម្លឹងមើលវែងឆ្ងាយយើងបានសិក្សាអំពីការរីកចម្រើនរបស់ទីផ្សារការងារក្នុងស្រុកផងយើងបានសិក្សាអំពីការវិវត្តនៃបច្ចេកទេសវិទ្យាសាស្ត្រជាសកលផងហើយយើងបានរៀបចំនៅកម្មវិធីបណ្ដុះបណ្ដាលរបស់យើងឲ្យសមស្របនៅនិន្នាការទាំងអស់នឹងឯងដើម្បីធ្វើម៉េចឲ្យយើងឈានតាមទាន់និន្នាការរីកចម្រើនរបស់សកលភាវូបនីយកម្មផងរីកចម្រើនតាមទាន់នៅក្នុងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាផងហើយយើងតែងតែធ្វើការជួបប្រស័យតាក់ទងជាមួយនឹងរោងចក្រសហគ្រាសដើម្បីឲ្យដឹងអំពីការវិវត្តនៅការប្រើប្រាស់ឧបករណ៍បច្ចេកទេសដែលនាំចូលក៏ដូចគ្នាជាមួយនឹងការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររបស់យើងផ្នែក research ហើយនិង development research and development center របស់យើងនេះជាក្រុមគ្រូក្បាលមួយរបស់វិទ្យាស្ថានដើម្បីសិក្សាអំពីការរីកចម្រើននៃបច្ចេកទេសវិទ្យាសាស្ត្ររបស់ពិភពលោកក៏ដូចជានៅក្នុងស្រុកជំនាញការគិតគូរមួយឆ្ងាយតាមក្រុម research and development យើងមានក្រុម research and development center មួយជាគ្រូក្បាលមួយសម្រាប់សិក្សាពីកម្មវិធីសិក្សាការកែប្រែកម្មវិធីសិក្សាក៏ដូចជាឧបករណ៍បច្ចេកទេសដែលគេកំពុងតែប្រើប្រាស់ដាក់អីចឹងអានេះជាការងារដែលយើងសម្រាប់វែងឆ្ងាយក្រុមហ្នឹងគឺយើងបានបង្កើតយូរហើយដើម្បីធ្វើការងារអស់ហ្នឹងបាទអារម្មណ៍បាទអរគុណអារម្មណ៍ទៅមកដល់ពេលនេះប្រហែលជាយើងធ្លាប់ប្រឈមនឹងបញ្ហាប្រឈមជាច្រើនដែរតាំងពី2005រហូតដល់ពេលបច្ចុប្បន្នគឺជោគជ័យនេះក៏ដែរប្រហែលជាធ្លាប់ពុះពៀនឹងបញ្ហាឧបសគ្គច្រើនអារម្មណ៍អាចរៀបរាប់បានទេហើយយើងធ្លាប់ជួបបញ្ហាអីខ្លះដែរហើយជាដំណោះស្រាយយើងបានដោះស្រាយយ៉ាងនេះគំរាមទៅយើងបានសម្រេចទៅដល់តាមហើយក្នុងពេលបច្ចុប្បន្ននេះក៏មានបញ្ហានិងមានបញ្ហាប្រឈមនិងមានការចាក់ហុំខ្សែតាមទៅដល់តែបញ្ហាប្រឈមនៅក្នុងរយៈពេល20ឆ្នាំគឺមានច្រើនហើយវាបានคล้ายទៅជាប្រវត្តិមួយដែលគួរឲ្យចាប់អារម្មណ៍ណាស់ដែលខ្ញុំអាចអញ្ជើញក្រុមការងារទៅថតរូបពីរដែលយើងដាក់ទន្ទឹមគ្នានៅក្នុងផ្ទះរូបភាពមួយគឺរូបកាលពី2005ហើយនិងរូបកាលពីនៅក្នុងពេលបច្ចុប្បន្ននេះគឺ2025នៅក្នុង2005ហ្នឹងគឺយើងមានជាស្ថានភាពស្ថិតនៅឆ្ងាយពីទីក្រុងឆ្ងាយមែនតែនហើយជុំវិញវិទ្យាស្ថាននេះគឺជាវាលស្រែនៅក្នុងរដូវវស្សាប៉ុន្តែជាដីប្រេះប្រហែងនៅក្នុងរដូវប្រាំងហើយផ្លូវមកទីនេះគឺឆ្ងាយមែនតែនដោយសារផ្លូវខូចហើយតូចពិសេសគឺរដូវភ្លៀងហុកនិងល្បាប់នៅពេលនេះគឺយើងឃើញគាត់ជុំវិញដោយកូនក្រុមតូចមួយដែលមានភ្លើងជុំវិញដែលកាលពីដើមមានភ្លើងតែកន្លែងយើងទេហើយទឹកក៏អត់មានដែរបច្ចុប្បន្ននេះគឺស្អាតណាស់យើងមានវាលស្មៅយើងមានដើមថ្នោតយើងមានដើមឈើចម្រុះនៅក្នុងទីធ្លារបស់យើងហើយផ្លូវមកនេះក៏ស្អាតទៀតដូច្នេះបញ្ហាប្រឈមរបស់យើងកាលពីមុនគឺឆ្ងាយដាច់ស្រយាលអត់ភ្លើងអត់ទឹកផ្លូវតូចចង្អៀតហើយខ្ញុំអាចនិយាយបានថាអសន្តិសុខខ្លះដោយសារវាដាច់ស្រយាលតែបច្ចុប្បន្នហ្នឹងគឺវាជាកន្លែងមួយដែលវាស្រស់ស្អាតណាស់ហើយផ្លូវមុខសាលាយើងវាធំវាទូលាយបើធៀបទៅគឺខុសគ្នាមេឃហើយទឹកដីបាទហើយបុគ្គលិកយើងតិចពេលនោះអ្នកជំនាញយើងតិចដូចខ្ញុំបានជម្រាបជូនថាយើងត្រូវការអញ្ជើញអ្នកជំនាញគ្រូសាស្ត្រាចារ្យពីកន្លែងអង្គភាពផ្សេងមកជួយនៅពេលដែលបច្ចុប្បន្ននេះយើងមានអ្នកដែលមានសញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតថ្នាក់ Master Engineer យើងច្រើនជាងថ្នាក់វិស្វករទៅទៀតដូច្នេះបញ្ហានេះគឺយើងបានដោះស្រាយហើយយើងបានឈានដល់កន្លែងនេះគឺវាវែងឆ្ងាយហើយវាคล้ายទៅជាប្រវត្តិជោគជ័យមួយនៅក្នុងការដែលយើងបានប្រព្រឹត្តរយៈពេល20ឆ្នាំនេះបានដល់អាចពីភាពរឹងមាំរបស់វិទ្យាស្ថានឥឡូវនេះយើងคล้ายទៅជាវិទ្យាស្ថានមួយដែលរឹងមាំហើយអ្វីដែលរឹងមាំគឺធនធានមនុស្សរបស់យើងគឺយើងមាំមែនទែនពិតជាមាំណាស់បាទអារម្មណ៍ដោយសារតែវិជាជំនួយចុងក្រោយដោយសារតែបច្ចុប្បន្នមានការចាប់អារម្មណ៍ច្រើនទៅលើបច្ចេកវិទ្យាទៅលើ AI ទៅក្នុងការបង្កើតឃើញសិស្សក៏
សម្រាប់ឯកឧត្តមដល់សិនជាសិស្សគាត់ចង់ចាប់យកជំនាញបច្ចេកទេសការយកគុណបាយឯកឧត្តមថាពួកគាត់សិស្សទាំងពួកប្រកាន់យកផ្នត់គំនិតឬនឹងឯកយ៉ាងបត់ដូចនេះដែរដើម្បីចាប់យកជំនាញបច្ចេកទេសមានចំណុចមួយដែលខ្ញុំចង់ប្រាប់ដែរចង់និយាយកន្លែងហ្នឹងយកទៅកាត់ដាក់កន្លែងណាមួយនេះណាយើងបានទទួលនៅស្នាដៃធំច្រើនរយៈពេលកន្លងមក20ឆ្នាំដែលខ្ញុំគិតថាมันអាចរៀបរាប់អស់ទេអំពីកាត់ផលយើងបានមកจากការដែលកូនសិស្សយើងមានការងារធ្វើកូនសិស្សយើងទទួលបាននៅជ័យលាភីពីអង្គការជាតិហើយថ្មីនឹងយើងបានទទួលនៅពានមាសដែលផ្ដល់ឲ្យដោយប្រទេសសិង្ហបុរីដែលជាពានមាសទី1ដែលបញ្ជាក់អំពីគុណភាពនៃការបណ្ដុះបណ្ដាលនៅកម្ពុជាគឺវិទ្យាស្ថានជាតិវិទ្យាបច្ចេកទេសកម្ពុជាខ្ញុំក៏ចង់មានចំណាប់អារម្មណ៍ជូនពួកមួយដែលបញ្ចប់ការសិក្សានៅថ្នាក់ចំណេះទូទៅគឺក៏បីស្វែងរកនៅជំនាញណាមួយសម្រាប់ចិញ្ចឹមជីវិតពិសេសគឺជំនាញបច្ចេកទេសថ្នាក់ទីប្រមាណក៏បានដែរនៅពេលដែលរៀនចប់ឬក៏លែងបុណ្យបោះបង់ចោលចំណេះទូទៅមានរបបខ្ញុំចង់និយាយអំពីអ្នកដែលមានបំណងចង់បោះបង់ចោលការសិក្សានៅចំណេះទូទៅមួយក៏បីចំណាយពេលថែម4ខែឬក៏1ឆ្នាំអីទៀតដើម្បីឲ្យមានជំនាញក្នុងជីវិតដោយសិក្សានៅក្នុងវគ្គ 1.5 យើងហៅថា 1.5 លានអ្នកនៅតាមសាលាដែលនៅជិតផ្ទះគ្រប់ខេត្តក្រុងទាំងអស់ទូទាំងប្រទេសរើសជំនាញណាមួយដែលគួរចូលចិត្តរៀនឲ្យមានជំនាញដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិតនេះសម្រាប់អ្នកដែលមានបំណងបោះបង់ចោលមុនបញ្ចប់មធ្យមសិក្សាប្រតិយភូមិរីឯអ្នកដែលបានថ្នាក់ច្រើនហើយថ្នាក់ទី9ឡើងទៅដល់ថ្នាក់ទី12ហ្នឹងជួយអាចទៅរៀនថ្នាក់អ្នកបច្ចេកទេសទៅតាមសាលាបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរបស់រដ្ឋដែលនៅក្បែរផ្ទះឬក៏នៅក្នុងខេត្តក្រុងរបស់ខ្លួនដើម្បីឲ្យមានជំនាញមានកាន់តែជាក់លាក់ហើយអ្នកចប់ថ្នាក់ទី12ក៏អាចចូលរៀនថ្នាក់អ្នកបច្ចេកទេសជាន់ខ្ពស់ឬក៏វិស្វករបានកុំបោះបង់ចោលកុំភ្លេចចាប់យកជំនាញណាមួយដាច់ខាតឲ្យបានបច្ចេកទេសនិងវិជ្ជាជីវៈនេះគឺសំខាន់ណាស់សម្រាប់អនាគតវែងឆ្ងាយរៀនភ្លាមចប់គឺប្រកបណាស់ថាមានការងារធ្វើខ្ញុំធានាក្នុងនាមជាអ្នកបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនឹងអស់រយៈពេលច្រើនឆ្នាំមកហើយអ្នកដែលជោគជ័យនៅក្នុងការងារចេញពីសាលាទៅនឹងច្រើនណាស់រាប់មិនអស់ទេហើយខ្ញុំមានមោទនភាពណាស់ចំពោះអតីតនិស្សិតរបស់យើងដែលបានទៅធ្វើការដែលខ្លាយទៅជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋក៏មានហើយជាថ្នាក់ដឹកនាំនៅតាមរោងចក្រសហគ្រាសក៏មានហើយជាអ្នករកស៊ីជោគជ័យនៅតាមក្រុមហ៊ុនឯកជនរបស់ផ្ទាល់របស់ខ្លួនឯងនេះក៏មានដែរយើងធ្វើកំភ្លេចប្រសោះផ្នែកបច្ចេកទេសវិទ្យាសាស្ត្រដោយខ្ញុំបានជម្រាបជូនអញ្ចឹងគឺថាជំនាញណាដែលមានអ្នករៀនទៅទីផ្សារការងារធំជាងឬការងារបានធ្វើលឿនហើយរហ័សហើយប្រាក់ខែច្រើនហើយចាំពាក្យមួយឃ្លារបស់ដូនតាយើងគឺថាចេះតិចទួយអត់ខ្វះអីស៊ីហើយដល់ចេះតិចទីឬអីស៊ីអត់បានចាប់នេះចាប់នោះមិនពោះត្រង់ណានោះប្រកបជាបានជោគជ័យទេប៉ុណ្ណឹងចប់យើងមកណានិយាយច្រើនណាស់តោះគេនេះឲ្យក្តាស់ឲ្យពេញបានឲ្យចប់ទេនិយាយគាត់ត្រឡប់ទៅណាតាមបាត់ទៅបាយនិយាយបាត់អរគុណថាឲ្យបានជួបតាមដល់ពីដំណើរមកក៏លោកនាងទៅបានទស្សនាបទសម្ភាសន៍មានខ្ញុំបានជំនាញនៅវិទ្យាស្ថានជាតិរូបបច្ចេកទេសជាអាចของលោករបស់ដែលต้องបានលើកឡើងពីការវត្តរបស់វិទ្យាស្ថានពីតាមរបស់ជាតិនេះនិងការជំរុញលើកទឹកចិត្តសិស្សឲ្យបន្តការសិក្សាផ្សេងៗជាមួយនឹងការប្រឹក្សាវិជ្ជាជីវៈស្វាគមន៍ច្រើនចំពោះការតាមដានទស្សនារបស់លោកនាងតាមតាមបន្តចប់និងបានប្រវត្តិរបស់គុណសូមអរគុណដល់អ្នកនេះវាកាត់ណាកាត់ណាអត់ដឹងថាម៉េចណាអត់ដឹងទេវាក៏